cái nón yêu ao hà ní chỉประเภทmà sân cho nóทำไมcái hai thằng chỉ ประเภท mà sân đọc đồ lèn đại lèn xịn vi màu pin ní nó vi màu cho mỗi lần lèn khít lên đào bầm váy sai sập âm lèn khít nó cứ cây vậyแต่ លើ ភាពច្បាស់เนี่ยអស់គ្នាវាអត់មានជួយព្រាក្រោយអីទេគឺវាច្បាស់តែម្ដងដោយសារអាពីឈើវាហ្នឹងវាបានត្រឹមពី4.5 អីទេអញ្ចឹងវាបានភាពច្បាស់ហើយយើងនៅកន្លែងប្លង់ឆ្អៀតអីគឺវាអាចជួយបានជាមួយនឹងlens kit ស៊ីនហ្នឹងហើយអហានេះគឺវាស័ក្តិសមមែនតើសម្រាប់បងប្អូនថតលក្ខណៈគ្រួសារឬក៏ដំណើរកម្សាន្តឬក៏យើងចូលចិត្តធ្វើវីដេអូផុសក្នុង social media វាច្បាស់ជាងការទូរស័ព្ទអីនេះចំណុចវាគឺនៅត្រង់ហ្នឹងយើងបើកគឺនៅស្រួលចេះមិនវាច្បាស់នេះអាហ្នឹងគឺគេហៅ lens kit ហ្នឹងគឺគេនិយាយទៅលើភាពច្បាស់ទាំងអស់អ្នកទាំងអស់គ្នាឃើញគឺវាច្បាស់ទាំងអស់តែម្ដងហើយនេះគឺម៉ូដកម្មវិធីមួយយើងចង់ថតនៅក្នុងមនុស្សអីយើងអាចបង្វល់នៅក្នុងហ្នឹងបានណានេះទូទៅសម្រាប់អ្នកគេចេះប្រើគឺនៅក្នុងមនុស្សហ្នឹងបានហ្វាំងសឹមទាំងអស់គឺវាដើរនេះយើងឃើញគឺវាច្បាស់ទាំងអស់តែម្ដងវាអត់មានព្រាអីទេដោយសារអាបច្ចេកទេសនេះគឺតម្លាក់បានតែត្រឹម4.5 ហ្នឹងឯងអញ្ចឹងម៉ាស៊ីនប្រភេទដោះដូរ lens គឺវាចំណេញត្រង់ថាឧទាហរណ៍ថាសិនជាយើងចង់បាន lens portrait គឺយើងត្រូវទិញ lens portrait ថែម lens portrait ហ្នឹងគឺវាល្អត្រង់ថាបើសិនជាបងចង់បានបើសិនជាបងចង់បានព្រា background ខ្លាំងអីគឺគេប្រើប្រភេទ 51.8 ហ្នឹងឯង 51.8 ហ្នឹងគឺគេហៅប្រភេទ lens portrait ណានេះ 51 នេះ 51.8 គឺវាឲ្យព្រាដាច់មែនតើឧទាហរណ៍ថានេះខ្ញុំដកនេះចេញខ្ញុំ focus អ្នកនរគ្នាមើលមិញពីព្រោះអីអានេះអាបច្ចេកយើង lens kit មិញវាតម្លាក់តាម 4.5 តែ lens portrait យើងអាចតម្លាក់មក 2.8 ឬក៏ 1.8 នៅពេលដែលយើងចង់ព្រាដាច់ background អីនេះគឺវាព្រាដាច់មែនតើឥឡូវអានេះវារៀងឆ្ងាយនេះខ្ញុំយកនេះគឺវាច្បាស់តែ subject ដែលយើងចង់ឲ្យច្បាស់ហេអ្វីផ្សេងទៀតគឺវាព្រា background ទាំងអស់នេះដាក់ចេះអ្នកនរនេះស្រួលមើលឃើញហ៎ background នៅខាងក្រោយគឺយើងមើលអត់យកទេគឺវាច្បាស់តែរូបភាពទេហើយអហានេះវាស្រួលប្រើមែនតើដោយសារវា touch screen ណា full touch ដូចទូរស័ព្ទចឹងយើង touch កន្លែងណាគឺវាច្បាស់កន្លែងហ្នឹងហើយនេះគឺខ្ញុំបញ្យូឲ្យអ្នកនរគ្នាមើលឃើញហ៎នេះអា background ខាងក្រោយហ្នឹងគឺព្រាដាច់អស់លេងគឺវាច្បាស់តែQR code ដែលខ្ញុំថតហ្នឹងទេអាខាងក្រោយនេះអីគឺវាមើលយកថាជាស្អីទេឃើញហ៎អាហ្នឹងគេហៅថា lens portrait ហ្នឹងគឺថាថតស្អីគឺគេជួយចិត្តមែនតើដោយសារវាជួយឲ្យរូបស្អាតណាហើយបើសិនជាយើងចង់បាន lens ស្រូមឆ្ងាយពីឆ្ងាយមកចិត្តយើងអាចដោះដូរប្រភេទ lens ពីឆ្ងាយមកចិត្តបានទៀត lens វាហ្នឹងមានលេខ55 2 10 55 2 10វាជាប្រភេទ lens ម៉ាស៊ីនក្របដូចវាត្រូវជាមួយនឹង O5 តែម្ដងណាអញ្ចឹងប្រភេទម៉ាស៊ីនដោះដូរ lens គឺវាចំណុចល្អវាគឺល្អត្រង់នឹងឯងអ្នកនរគ្នានេះអានេះ lens នេះវាអាចស៊ូមពីឆ្ងាយចិត្តនេះខ្ញុំនឹងស៊ូមហុកផ្លាកប៉ែថ្មិញគេនៅខាងនោះអាហ្នឹងវានៅផ្លូវមួយហៀងណាខ្ញុំស៊ូមឲ្យអ្នកនរគ្នាមើលនេះឃើញហើយវាគៀកមែនតើណាយើង focus វាមកហើយយើងចុចមកនេះអ្នកនរគ្នាឃើញហ៎នេះវាច្បាស់ហ្នឹងគឺ lens សម្រាប់ដែលយើងអាចថតស៊ូមឆ្ងាយមកចិត្តបានប្រភេទ 55 2 10ចឹងប្រភេទម៉ាស៊ីនដោះដូរ lens បើសិនជាយើងចង់បានប្លង់តលាយជាង lens kit ស៊ីនយើងអាចទិញតាមប្រភេទ lens ហ្នឹងទៀតទៅវាខុសពីកូនម៉ាស៊ីនតូចចេះកូនម៉ាស៊ីនតូចចេះគេហៅថា compact camera នេះវាអាចដោះដូរ lens បានទេ zoom វាក៏អាច zoom ឆ្ងាយបានដែរហើយគ្រាន់ថា lens ដែលគេបំពាក់មកជាមួយហ្នឹងវាអាចជួយព្រាក្រោយបានវាតម្លាក់មក f1.8 ដូចដែលយើងដូរ lens 51.8 portrait មិនអញ្ចឹងអាហ្នឹងគេហៅថា compact camera ដូរ lens អត់បានទេតែគេបំពាក់ lens មកសម្រាប់ថតស្អាតស្រាប់គ្រាន់ថាបើយើងចង់បានប្លង់តលាយជាងហ្នឹងឬក៏ស៊ូមឆ្ងាយជាងហ្នឹងវាអាចធ្វើបានដោយប្រភេទម៉ាស៊ីនដោះដូរ lens បានទេចឹងបងប្អូនមានតម្រូវការអីបន្ថែមអាចសាកសួរព័ត៌មានខាង DR ណាឬក៏ចង់លក់ម៉ាស៊ីនចាស់ដូរយកស៊េរីថ្មីអីយើងទទួលកាត់ចូលតែមើលតាមម៉ូដចឹងអរគុណបាយបាយ